អស់ដល់កអាដូគូជាមួយនឹងអាសាមីញ៉ូនោះហើយពេលបញ្ជូនវាតឹងទ្រូងហើយតឹងទ្រូងចង់ទៅដល់ផ្ទះម្ដាយផាច់ទេអាហ្នឹងផ្ទះម្ដាយផាច់ហើយបញ្ជូនមើលបញ្ជូនអត់បញ្ជូនទៀតពេលខ្លះវាតប៉ែអាតប៉ែរបៀបថាអាត្រូវបញ្ជូនវាមិនបញ្ជូននេះវាទៅធ្វើតឹងតែងខ្ញុំមកផ្ទះឲ្យគេមកបាលហ្នឹងល្អតែលបឿនអាងតែរត់ទេអានោះនិយាយវិច័យកទេសគឺតទេហ្មងបានតែរត់មកមុខគាត់ពពាក់នេះហើយកុំនិយាយថា Man City ដោយសារតែ Rodri របួស Rodri ដាច់សរសៃជង្គង់ ACL ទើប Man City ធ្លាក់ទម្រង់មិនមែនទេមិនមែនយកហេតុផល Rodri មកដាក់បន្ទុកថា Man City ធ្លាក់ទម្រង់ដោយសារតែ Rodri មានបញ្ហាទេនេះគឺជាហេតុផលលេសហើយទោះបីមាន Rodri ទម្រង់ Man City បែបនេះខ្ញុំហ៊ាននិយាយថានៅតែអត់មានឈ្នះពានអញ្ចឹងនៅតែអត់សូម្បីតែមួយបាទនៅក្នុងរដូវកាលនេះបងប្អូនការប្រយុទ្ធមិញក្លឹបបាល់ទាត់ Manchester City បានរបូតពានរង្វាន់មួយទៀតហើយគឺពានរង្វាន់ FA Cup ក្រោមធ្វើជើងរបស់ក្លឹបបាល់ទាត់ Crystal Palace ក្នុងលទ្ធផល 1-0 ដែលការប្រកួតធ្វើឡើងនៅក្នុងភូមិកីឡដ្ឋាន Wembley ស្ថិតនៅក្នុងទីក្រុងឡុងចក្រភពអង់គ្លេសដែលលទ្ធផលនេះគឺជាលទ្ធផលដ៏អាក្រក់មែនទែនសម្រាប់ក្លឹបបាល់ទាត់ Man City តែពួកគេបានរបូតពានរង្វាន់4ក្នុងមួយរដូវកាលនេះបាទគឺពានរង្វាន់ FA Cup ពានរង្វាន់ EFL Cup ឬ Carabao Cup ពានរង្វាន់ Champions League និង Premier League ក្រោមការដឹកនាំរបស់លោក Pep Guardiola ពានធំគឺបានរបូតអស់ហើយនេះមិនមែនជារឿងចៃដន្យទេបាទវាមានហេតុមានផល Man City ធ្លាក់ទម្រង់លេងដល់ថ្នាក់នេះគឺវាមានរឿងរ៉ាវជាច្រើនដែលយើងមើលឃើញថាការរៀបចំរបស់លោក Pep Guardiola គឺមិនបានល្អទេនៅក្នុងរដូវកាលនេះមិនមែនថាយើងឃើញថា Man City បរាជ័យទើបយើងនិយាយថាមិនល្អទេការរៀបចំរបស់លោក Pep Guardiola ក្នុងការរុះរើកីឡាករ Man City ហាក់ដូចជាលឿនពេករហូតដល់ធ្វើឲ្យកីឡាករលែងមានដំណឹងក្រុមទាំងមូលលែងមានដំណឹងការទិញដូរកីឡាករផ្ដល់ឱកាសឲ្យយុវជនច្រើនពេកបាត់បង់ទម្រង់ដើមរបស់ Man City ទាំងស្រុងតែម្ដង Man City រំពឹងលើការផ្ដល់ឱកាសឲ្យយុវជនដូចជា Jeremy Doku ដូចជាកីឡាករ Savinho និងកីឡាករក្មេងៗជាច្រើនទៀតដែលគាត់រំពឹងថាការដឹកនាំរបស់គាត់នឹងគឺនឹងជោគជ័យដោយតែគាត់រៀបចំ Bill កន្លងមកអញ្ចឹងការ Bill របស់លោក Pep Guardiola ការផ្ដល់យុវជនក្មេងៗនឹងមានឱកាសច្រើនគឺពួកគេពិតណាស់ថានឹងអាចមានឱកាសល្អប៉ុន្តែកាលណាដែលយើងឲ្យឱកាសក្មេងៗច្រើនពេកធ្វើឲ្យបាត់បង់ទម្រង់ដើមរបស់គាត់អ្វីដែលសំខាន់គឺទម្រង់របស់ Pep Guardiola ហាក់ដូចជានៅ Premier League គេបានស្គាល់ច្រើនគេបានយល់ច្រើនគេសិក្សាបំបីច្រើនអញ្ចឹងរាល់ពេលដែលប៉ះជាមួយក្រុមដែលថយទប់ hole បិទនិង counter Man City គឺពិបាកតែម្ដង Man City គឺមានបញ្ហាតែម្ដងដូចជាស្ដែងការប្រកួតមួយ Real Madrid គឺ Man City ដល់ការនេះក៏អត់បានល្អដែរការប្រកួតផ្សេងនៅក្នុង League រួមទាំងការប្រកួតនៅក្នុងពានរង្វាន់ FA Cup ដោយការប្រយុទ្ធមិញអញ្ចឹងគឺប៉ះជាមួយ Crystal Palace គឺស្បៃតែម្ដងមិនមែនថា Man City មិនមានឱកាសទេប៉ុន្តែកីឡាករ Man City អត់ដូចមុនទេបាទកីឡាករ Man City មិនដូចមុនទេកាលពីមុន Man City មានខ្សែប្រយុទ្ធបាទដូចជួរមុខយើងនិយាយជាក់ស្ដែងដូច Raheem Sterling ដូច Riyad Mahrez បាទសុទ្ធសឹងតែជាកីឡាករល្អមាន Jack Grealish បាទកំពុងតែពេញតម្រង់ឡើងអញ្ចឹងទៅធ្វើឲ្យតម្រង់ Man City ទាំងមូលគឺមានលំនឹងនៅលើប្រព័ន្ធប្រយុទ្ធប៉ុន្តែបើធៀបនឹងឥឡូវនេះគឺការផ្ដល់ឱកាសដូចជា Savinho ដូចជា Doku បាទគឺគាត់មានបទពិសោធន៍តិចមែនតើហើយគាត់ទទួលបានការអភិវឌ្ឍសមត្ថភាពនឹងយឺតមែនតើ Doku ជាមួយនឹង Savinho គឺមានអារម្មណ៍ថាពួកគាត់ដូចជាបានចូលរួមឲ្យ Man City ធ្លាក់ទម្រង់បាទនិយាយតាមត្រង់ពួកគាត់លេងយឺតណាគាត់លេងយឺតមែនតើការបត់បែនរបស់គាត់គឺត្បិតតែពួកគាត់លេងសិតសឹងតែជាកីឡាករដែលមានល្បឿនលឿនប៉ុន្តែនិយាយអំពីការបញ្ជូននិយាយអំពីការទាត់ទីនិយាយអំពីការចែកបាល់គឺវាមានអារម្មណ៍ថាគឺ slow មែនតើហើយកន្លែងខ្លះដែលត្រូវបានបង្កើតឱកាសត្រូវលេងលឿនប៉ុន្តែពួកគាត់ព្យាយាមគាត់ព្យាយាម dribble គាត់ព្យាយាមអូសបណ្ដើរឆ្វេងស្ដាំមុននឹងគាត់ចែកមួយគឺវាដូចមានអារម្មណ៍ថាតឹងតែងមែនតើអញ្ចឹងវាខុសគ្នាពីចំនួនដូចមាន Sterling ដូច Riyad Mahrez ស្លាប់ទាំងស្ដាំគឺឆ្វេងស្ដាំគឺរស់រវើកបាទហើយសូម្បីតែឥឡូវគឺថាលោក Pep Guardiola ដកឲ្យ Foden អង្គុយបំរុងបាទគាត់ទុកឲ្យ Foden អង្គុយបំរុងគាត់ផ្ដល់ឲ្យ Savinho គាត់គិតថា Savinho លឿនជាង Foden ប៉ុន្តែជាក់ស្ដែងខ្ញុំនិយាយតាមត្រង់ណា Foden ល្អជាង Savinho ពួកគាត់មានបទពិសោធន៍គាត់មានបច្ចេកទេសគាត់ច្បាស់ក្នុងការបញ្ចប់ទីគាត់ច្បាស់ក្នុងការបង្កើតឱកាសគាត់មានគំនិត creative ច្រើនប៉ុន្តែដូច Savinho ជាមួយ Doku ក្រៅតែពីល្បឿនគឺអត់មានអីចំណែកអីដែលគួរឲ្យចាប់អារម្មណ៍ទេទាំងការលេងទាំងការទាត់ទីគឺអត់ល្អតទៅសោះបាទនិយាយតាមត្រង់គឺបើលេងស្លាប់ក្រោះក៏មិនចាំក្រោះបាទទាញទាត់ទីក៏មិនចាំទាត់ទីធ្វើឲ្យតម្រង់ Man City ទាំងមូលគឺអត់មានអ្វីគួរឲ្យចាប់អារម្មណ៍ទេនៅក្នុងរយៈពេលមួយរដូវកាលនេះ
អ្វីដែលសំខាន់គឺការរុះរើកីឡាករខុសច្រើនការនាំចូលកីឡាករមកគិតថានឹងទទួលបានសមិទ្ធផលប៉ុន្តែអត់បានល្អជាពិសេសយើងឃើញជាក់ស្ដែងដោយការរុះរើសិនជៀនកោរុះរើ Kyle Walker ចៅ Cancelo បាទហើយកុំនិយាយថា Man City ដោយសារតែ Rodri របួស Rodri ដាច់សរសៃជង្គង់ ACL ទើប Man City ធ្លាក់ទម្រង់មិនមែនទេមិនមែនយកហេតុផល Rodri មកដាក់បន្ទុកថា Man City ធ្លាក់ទម្រង់ដោយសារតែ Rodri មានបញ្ហាទេនេះគឺជាហេតុផលលេសហើយទោះបីមាន Rodri ទម្រង់ Man City បែបនេះខ្ញុំហ៊ាននិយាយថានៅតែអត់មានឈ្នះពានអញ្ចឹងនៅតែអត់សូម្បីតែមួយបាទនៅក្នុងរដូវកាលនេះពានធំបានពានរង្វាន់បើរដូវកាលមួយទេ Community Shield បាទក្រៅតែនេះគឺ Man City គឺអត់មានអីត្រូវលើកទេព្រោះដោយសារអីរំពឹងទៅលើ Rodri មិនកើតបើប្រយុទ្ធខាងលើអត់មានគុណភាព Haaland គឺជាកីឡាករដែលសុទ្ធច្បាស់ហើយប៉ុន្តែត្រូវការអ្នកបញ្ជូនល្អប៉ុន្តែ Man City ដាក់ពីរអ្នកនេះមកគឺក្លុកដូចគ្នាទាំង Doku ទាំង Savinho សុទ្ធតែអ្នកក្លុកអត់មានអ្នកលេងឲ្យនឹងមួយសោះបាទហើយបើនិយាយពីឱកាសមានឱកាសតទីទាត់អត់ច្បាស់ទេអ្នកទាំងពីរនេះគឺទាត់ទីអត់ច្បាស់បើកើតឱកាសក៏យ៉ាប់ក្រោះក៏ពិបាកចុះធ្វើឲ្យអា performance ដែលសហការគ្នានៅលើទីលានជាមួយនឹងជួបប្រយុទ្ធខាងលើហ្នឹងគឺអត់សហការគ្នាបានល្អទេសឹងថាមានបាល់តិចណាស់ដែលបានក្រោះឆ្លងទៅឲ្យកីឡាករ Haaland តែគឺមិនងាយមានទេបាទខ្ញុំមើលឃើញជាក់ស្ដែងគឺកន្លែងនេះគឺជាបញ្ហាមួយបើការជំនាន់មុនវិញមានទាំងកីឡាករ Riyad Mahrez ទាំង Sterling សិតទៅសឹងតែកំពូលអ្នក Aziz កំពូលអ្នកលេងលបឿនកំពូលអ្នកសុទ្ធហើយបាទល្អមែនតើហ្មងបាទគឺពីររូបនេះហើយអ្វីដែលសំខាន់មិននឹកស្មានថាលោក Pep គាត់ដក Foden ឲ្យនៅអង្គុយបំរុងហើយគាត់ដូចជឿជាក់លើទម្រង់គាត់ពេកបាទខ្ញុំនិយាយតាមត្រង់ Pep រាល់ថ្ងៃគាត់ជឿជាក់លើខ្លួនឯងពេកកាលណាគាត់ជឿជាក់លើថាគាត់នឹងបៀលក្មេងៗល្អគាត់នឹងផ្ដល់ឱកាសក្មេងៗហ្នឹងនឹងល្អខ្លាំងហ្មងគាត់ជឿជាក់ខ្លាំងពេករហូតដល់គាត់រុះរើអា form ដែលគាត់កំពុងដាក់ត្រូវហើយហ្នឹងគាត់គិតថាគាត់នឹងចង់ល្អជាងនឹងទៀតគាត់នឹងខ្លាំងជាងនឹងទៀតប៉ុន្តែអ្វីដែលសំខាន់គឺផ្ទុយការគិតរបស់គាត់ឃើញដល់ការហ្នឹងឯង Pep ឈឺក្បាលមានពេលខ្លះខ្ញៅខ្លួនឯងអាយះអាយាយបែកក្បាលហូរឈាមក៏មានដែរបាទលហែកស្បែកក្បាលហូរឈាមអាឡាក់ក៏មានដែរដោយសារអីដោយសារតែគាត់មានអារម្មណ៍ថាគាត់វក់នឹងខ្លួនគាត់គិតថាឲ្យតែគាត់ធ្វើអីគាត់នឹងជោគជ័យប៉ុន្តែជាក់ស្ដែងគឺអត់ទេបាទអញ្ចឹងកីឡាករដែលយើងឃើញថាគាត់មកគួរបោះបង់ច្រើនណាគាត់ធ្វើទីផ្សារប្រហែល2រដូវកាលនេះអត់ល្អហើយអ្វីដែលសំខាន់គឺវារឿងដែលមានស្មានដល់គឺទុកហ្គានដកដេប្រូយចោលបាទអត់បន្តកងត្រាដេប្រូយទេអានេះគឺជារឿងមួយដែលយើងមិននឹកស្មានដល់នៅក្នុងរដូវកាលនេះមែនធីមិនថាគួររៀបចំប្រព័ន្ធលេងយ៉ាងម៉េចទេបើសិនជាការរៀបចំទីផ្សារកីឡាករអត់បានល្អជាពិសេសគឺបោះបង់លេជិនដូចដេប្រូយគាត់នៅតែល្អហើយក្រុមទាំងមូលធ្លាក់តម្រង់មកដាក់បន្ទុកដេប្រូយបាទត្រូវដកគាត់ចេញមិនបន្តកងត្រាគាត់ចាំមកមួយឆ្នាំមួយរដូវកាលពេញបាទគាត់អត់មានទៅចង់ចាក់ចេញទៅណាទេគាត់ចង់បន្តនៅមែនធីតែមែនធីអត់បន្តកងត្រាហើយលើកឡើងថាដេប្រូយគួរស័កសមពេលដែលត្រូវចាក់ចេញអាហ្នឹងគឺជាបញ្ហាមួយដែលយើងមើលឃើញថា Man City គឺអត់មានគុណធម៌នឹងឯងបាទថ្ងៃណាមួយគង់តែលាយទេនិយាយតាមត្រង់ឲ្យតែបន្តធ្វើអញ្ចឹងមិនថាពេលខ្លះមិនប្រកាសថាយើងខ្លាំងរហូតទេដូចពេបមួយថ្ងៃគាត់នៅតែជឿជាក់លើខ្លួនគាត់អញ្ចឹងបើបន្តទុកឲ្យឌូគូ Savinho នៅបន្តទៀតមែនធីគឺពិបាកហើយបាទអត់ព្យាយាមផ្លាស់ប្ដូរអត់ព្យាយាមដល់ឱកាសអ្នកផ្សេងគឺអត់ទៅរួចទេលក់ Julian Alvarez ឲ្យទិញមកវិញមកមូសដដែលមានចំណេញអត់ចំណេញទេបាទគិតពីគុណភាពបាទកីឡាករ Julian Alvarez ល្អសងប់ហ្នឹងបាទបាយជាលក់ Alvarez ឲ្យទៅទិញមកមូសមកវិញដូចអត់មានឃើញអីប្លែកផងបាទទុក Julian Alvarez នៅហ្នឹងគឺល្អជាងហ្នឹងផងអញ្ចឹងបានថាពេលខ្លះពេបគាត់មានទំនុកចិត្តលើខ្លួនគាត់ខ្ពស់ពេកអញ្ចឹងហើយការបរាជ័យការជួបបញ្ហានៅក្នុងរដូវកាលនេះគឺ Man City គឺដោយសារពេបនឹងឯងអត់មានដោយសារអ្នកណាទេព្រោះគាត់អ្នក response ក៏ត្រូវ response ក៏ត្រូវទទួលខុសត្រូវហើយអត់មានយកហេតុផលថារ៉ូទ្រីរបួសអត់ទេកុំព្រោះមានរ៉ូទ្រីក៏ចាញ់ដែរខ្ញុំនិយាយតាមត្រង់ទម្រង់ Man City អត់កាយសោះហើយលេងអត់មានអីថ្មីយល់បងប្អូននិយាយថារេទៅឆ្វេងទៅស្ដាំហើយតែក្រោះក៏មិនក្រោះផងបាទពីរអ្នកនោះនិយាយពីអស់ដល់កអាដូគូជាមួយនឹងអាសាវីញ៉ូនោះហើយបើបញ្ជូនវាតឹងទ្រូងចង់ថាទៅដល់ផ្ទះម្ដាយផាច់ទេអាហ្នឹងផ្ទះម្ដាយផាច់ឲ្យបញ្ជូនអត់បញ្ជូនទៀតពេលខ្លះវាតប៉ែរបៀបថាត្រូវបញ្ជូនវាមិនបញ្ជូនទេវាទៅធ្វើតឹងតែងខ្ញុំទៅផ្ទះឲ្យគេមកបាល់ហ្នឹងល្អតែលបឿនអាងតែរត់ទេអានោះនិយាយពីចែកទេសគឺតទេហ្មងបានតែរត់មកមុខគាត់ពីរអ្នកនេះអញ្ចឹងមិនថាហ្នឹងហើយគឺជាការជឿជាក់របស់ពេបគួរតែទទួលស្គាល់ទៅថាការបរាជ័យរបស់ក្លឹបគឺក្រោមការដឹកនាំរបស់ពេបគាត់មានទំនុកចិត្តគាត់ជឿជាក់លើខ្លួនឯងខ្លាំងពេក confident ពេកអញ្ចឹងគង់ថ្ងៃណាមួយក្លឹបនឹងមានបញ្ហានិយាយតាមត្រង់បាទមែនទេបើសិនបន្តដឹកនាំរបៀបពេបដូចថ្ងៃនេះទៀតខ្ញុំជឿជាក់ថា 100% បាទដឹងតែមានបញ្ហាសំសួរហ្នឹង
đời ca khỏi ọt piên tiết bà đời ca khỏi ọt piên tiết phụ ấy club nơi Premier League cái miền ca cái phải cầm lên trong chấm si chấm đó à lấy Liverpoolกับพอลังถึงตรงกลางhồi chỉ mới đời ca khơi cái là club bao tội đôi chi là tiếng Forest đôi chi bên là máu lăngถึงตรง Chelsea à là cốt nó lăng trên lăng thiệt hay mùi tiết của khai những cái menu cùng linh sáu cho thành trắng ấy chỉ mới đời ca khơi phụ kia ai đem trong cái là có lỗ à mà men pay beli cục quán chưa chạy tham menu ai nhận lăng chẳng ở bên với trái nên đi chỉ ca vô khơi mà không chẳng men thi trong control dạ pe chuyện đọc cho mình đi cứ miền đường on chặt trái mà đọc pe đi chẳng control club bao tội AFC bên là máu vinh và chẳng lên control với smoke pick mà khơi đi nhá mà nhớ pick on chặt những cái hướng đẹp rồi nên thành một đồng chẳng miền với trái mà bọn dương ăn liên complete chui share video này mình đã môi phóng hay bờ sân chỉ nhung lực lại mình cả lời lưu không khác có xong mà chia sẻ hay bọn dương ai comment chỉ mà tệ được hàng không đi bàn mà xong mà cốt bằng sông của rụp lìa